រដ្ឋមន្ត្រីក្រសួងបរិស្ថានបានក្រានរំលឹកដល់មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ដើម្បីគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិអាយដាមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះសារណៈរវាងក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកណ្ដាលស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈនៅទីស្តីការក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី12ខែឧសភាឆ្នាំ2025បានណែនាំឲ្យលោកប្រធានមន្ត្រីបរិស្ថានទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីការពារទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ជំរុញឲ្យលោកប្រធានមន្ត្រីបរិស្ថានទាំងអស់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាពដោយអនុវត្តចំណាត់ការមួយចំនួនរួមមានទី1ត្រូវយករបាយការណ៍មន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតបំពេញភារកិច្ចនិងទូនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យទី2ធ្វើការពិនិត្យលើផែនទីផ្កាយរណបដែលក្រសួងបរិស្ថានបានផ្ដល់ជូនថែមទាំងធ្វើការបង្ហោះដ្រូនដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្ដែងនៃតំបន់ការពារធម្មជាតិនិងទី3ធ្វើការពិនិត្យផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មានរបស់សារព័ត៌មានដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្ត្រនៃខេត្តរបស់ខ្លួនបន្ទាប់មកត្រូវប្រមូលយកឯកសារនិងព័ត៌មានទាំងអស់មកពិនិត្យស្រាវជ្រាវធ្វើការឆ្លើយតបគោរពក្រមវិជ្ជាជីវៈនិងចាត់វិធានការឲ្យស្របតាមបទដ្ឋានបច្ចេកទេសនិងអនុលោមតាមបទបញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិរួមមានទី1ការអនុវត្តច្បាប់ 100%មិនមានការលើកលែងជាដាច់ខាតនិងបញ្ចប់នៅវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិទី2ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តនោះគឺអាជ្ញាធរមូលដ្ឋានដែលមានតួនាទីភារកិច្ចគ្រប់គ្រងធនធានធម្មជាតិឲ្យបានស្អិតរមួតធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនិងសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រមអ្នកច្បាប់ក្រសួងយុតិធធបន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានទី3គាំទ្រផ្ដល់មធ្យោបាយនិងសម្ភារៈជួយដល់ការអនុវត្តច្បាប់ដូចជាការផ្ដល់ដ្រូនដល់គ្រប់មន្ទីរទាំងអស់ដើម្បីជួយសម្រួលដល់ការល្បាតរបស់សមត្ថកិច្ចផ្ដល់ផែនទីតំបន់ការពារធម្មជាតិនិងផែនទីផ្កាយរណបដល់រដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតទី4ជំរុញការដាំស្ដារព្រៃឈើសម្ដៅឲ្យមានការដាំដើមឈើឲ្យច្រើនដើម្បីបង្កើនគម្របបៃតងនិងឆ្ពោះទៅសម្រេចបានកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ2050ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ដែនការពារសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានក្រានរំលឹកដល់មន្ទីរបរិស្ថានតាមបណ្ដារាជធានីខេត្តត្រូវខិតខំពង្រឹងការអនុវត្តច្បាប់និងគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិឲ្យស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា